ស្ត្រីម្នាក់ភ្ញាក់ពីដំណេកហើយបានរកឃើញថាមានប្រជុយខ្មៅមួយគ្រាប់បានដុះនៅពីក្រោយស្លឹកត្រចៀកកូនរបស់នាងទើបនាងដឹងថាប្តីរបស់នាងបានបដូរកូនរបស់នាងដោយសម្ងាត់ប៉ុន្តែនាងមិនបានស្រែកឆោឡឡើយផ្ទុយទៅវិញនាងបានយកលេសថានាងត្រូវការសម្រាប់ហើយបានសុំពីប្តីចាក់ចេញទៅស្ត្រីនោះក៏បីកូនទៅបន្ទប់ប្អូនស្រីនៅក្បែរនោះភ្លាមហើយបានបដូរកូនទាំងពីរនោះមកវិញដោយសម្ងាត់នៅពេលនោះប្អូនស្រីត្រូវបានដាស់ឲ្យភ្ញាក់ដោយសារសម្លេងក៏ចាប់ដើមជេរប្រតិចដាក់កូននោះយ៉ាងខ្លាំងចង់ឲ្យឯងយំអញឲ្យឯងយំទៅចាំអញទៅរកថ្នាំមកឲ្យអញផឹកសិនឲ្យអញដេកឲ្យស្កប់ស្កល់តែម្ដងលីងមីងជូអញចង់ដឹងណាស់ថានៅពេលដែលអញដឹងថាកូនដែលអញធ្វើបាបដោយដៃអញនោះតាមពិតគឺជាកូនបង្កើតរបស់ឯងតើឯងនឹងមានប្រតិកម្មយ៉ាងណា18ឆ្នាំក្រោយមកយេថ្ងៃនេះគឺជាថ្ងៃបុណ្យចម្រើនវ័យរបស់កូនហើយតាមទំនៀមទម្លាប់នៃរាជវង្សយើងចំពោះគ្រួសារមេតបដែលមានស្នាដៃឆ្នើមព្រះមហាក្សត្រនឹងបញ្ជូនព្រះនាងមួយអង្គមកដើម្បីប្រទានងារដល់កូនត្រូវតែខិតខំបញ្ចេញសមត្ថភាពឲ្យអស់ពីចិត្តលីនយីងអ្នកម៉ែសុំគុំបារម្ភអីយីងឪប្រកាសជាមិនធ្វើឲ្យអ្នកម៉ែខកចិត្តឡើយយេឪអូហូយេឪរបស់យើងពិតជាក្មេងដែលមានសមត្ថភាពនិងរូបសម្បត្តិស្រស់សង្ហាមែនថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់យេឪហើយក៏ជាថ្ងៃដ៏ល្អដែលឯងត្រូវទទួលមរតកនៅងាររបស់ឯងដែរអ្នកមីងមានកាដូមួយចង់ជូនដល់ឯងប្អូនស្រីការទទួលស្វាគមន៍ព្រះនាងគឺជារឿងដ៏សំខាន់បំផុតខ្សែកមីងនេះវាមិនសូវសមរម្យទេគុំនិយាយថាឲ្យយេឪពាក់ឲ្យសោះតើវាសមរម្យដែរឬទេតើអ្វីទៅដែលហៅថាមិនសមរម្យលីននូថ្ងៃនេះគឺជាថ្ងៃដ៏ល្អដែលយេឪត្រូវទទួលងារជាការពិតណាស់គឺត្រូវតែតុបតែងខ្លួនឲ្យបានស្អាតបាតដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់កូនប្រុសម្នាក់មកយេឪអ្នកមីងនឹងពាក់ឲ្យឯងអ្នកមីងរបស់នេះវាមានតម្លៃពេកហើយខ្ញុំមិនអាចទទួលបានទេយេឪនេះគឺជាទឹកចិត្តដែលអ្នកមីងផ្ដល់ឲ្យឯងទទួលយកទៅអត់ទេអ្នកម៉ែនិយាយត្រូវហើយការជួបជាមួយព្រះនាងគឺមិនអាចខ្វះសុជីវធម៌បានឡើយម្យ៉ាងទៀតខ្សែកមាសនេះវាមានតម្លៃនិងប្រណិតពេកហើយមិនអាចពាក់នៅលើខ្លួនបានឡើយអ្នកមីងទុកវាវិញទៅលីនយុនស៊ីឯងជាមេបោកប្រាស់នឹកស្មានមិនដល់ថាអញធ្វើឲ្យកូនប្រុសរបស់អញឃ្លាតឆ្ងាយពីអញដល់ថ្នាក់នេះចាំមើលឲ្យតែកូនអញទទួលបានងារនៅយប់នេះរួចអញប្រកាសជាឲ្យអញរងទុក្ខវេទនាជាមិនខានប្អូនស្រីដ៏ល្អគួរឲ្យស្ដាយដែលអញមិនទាន់ដឹងថាយប់នេះអញមិនត្រឹមតែមិនអាចធ្វើបាបអញបានទេតែអញថែមទាំងនឹងត្រូវវិនាសដោយសារទង្វើខ្លួនឯងទៀតផងយេអញទទួលយកទៅអ្នកមីងខ្ញុំមិនអាចទទួលបានទេគេមិនយកតែអញយកប្រហើនក្មេងមិនដឹងអីនេះគឺជាកាដូខួបកំណើតដែលអញជូនយេតើឯងជាក្មេងបម្រើម្នាក់នេះមានសិទ្ធិអីមកប៉ះពាល់វាយកវាមកឲ្យអញវិញភ្លាមថ្ងៃនេះមិនត្រឹមតែជាថ្ងៃខួបកំណើតរបស់លីងយីងទេតែវាក៏ជាថ្ងៃខួបកំណើតរបស់ខ្ញុំដែរបានជាអ្នកម៉ែមិនជូនកាដូខ្ញុំសូម្បីតែមួយតែបែរជាជូនគេទៅវិញក្មេងថោកទាបអញសមនឹងយកមកប្រៀបធៀបជាមួយយេដែរឬឯងវាគ្រាន់តែជាក្មេងបម្រើម្នាក់តែប៉ុណ្ណោះអ្វីដែលលីងនោះនិយាយគឺត្រឹមត្រូវហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតរបស់គេដែរខ្សែកមាសនេះគួរតែជូនគេទៅត្រឹមត្រូវយេឯងមិនបាច់និយាយជំនួសវាទេវាគ្រាន់តែជាក្មេងបម្រើម្នាក់ប៉ុណ្ណោះគុំមកចង់បានខ្សែកមាសអីអ្នកម៉ែខ្ញុំមិនមែនជាក្មេងបម្រើទេខ្ញុំគឺជាកូនរបស់អ្នកម៉ែតើហេតុអីបានជាអ្នកម៉ែជេរខ្ញុំដល់ថ្នាក់នេះអញនៅមានរឿងនិយាយទៀតមែនទេអញមិនមែនជាម៉ែរបស់អញទេមីងជូតើអំបញ្ញមិញនេះឯងនិយាយថាម៉េចបងស្រីគឺមកពីក្មេងមិនដឹងអីនេះវាធ្វើឲ្យខ្ញុំខឹងពេកក្មេងចង្រៃនេះលួចបន្លំធ្វើអំពើអាក្រក់សពគ្រប់បែបយ៉ាងខ្ញុំមិនចង់ធ្វើជាម៉ែរបស់វាទេថ្ងៃនេះអញនឹងវាយអញឲ្យងាប់តែម្ដងក្មេងចង្រៃកុំរត់អ្នកមីងយេនេះគឺជារឿងក្នុងគ្រួសាររបស់អ្នកមីងអញកូនមិនត្រូវចូលទៅឡើយក្មេងចង្រៃអញនឹងវាយអញឲ្យងាប់អញឲ្យអញយកខ្សែកមាសអញឲ្យអញយកអញវាយឯងប្អូនស្រីមិនដឹងថាហេតុអីពេលអញឃើញក្មេងឈ្មោះលីននោះនេះអញមានអារម្មណ៍អាណិតទេណាចិត្តអញហាក់ដូចជាមានការជិះចាប់យ៉ាងខ្លាំងគុំវាយគេអីឈប់ទៅគេថាចិត្តម្ដាយនិងកូនភ្ជាប់គ្នាមើលទៅពិតជាមិនខុសមែនលីនយុនស៊ីថ្ងៃនេះអញនឹងឲ្យឯងមើលដោយផ្ទាល់ភ្នែកថាតើកូនរបស់ឯងត្រូវអញធ្វើបាបយ៉ាងណាខ្លះបងស្រីបងកុំខាត់ខ្ញុំអីថ្ងៃនេះបើខ្ញុំមិនវាយវាឲ្យងាប់ខ្ញុំមិនអស់ចិត្តទេវាយឲ្យងាប់អញនឹងវាយឯងកុំរត់អញនឹងវាយឯងឲ្យងាប់អញឈប់ភ្លាមព្រះនាងនាងយ៉ាងយាងមកដល់ហើយ